សួស្តីទាំងអស់គ្នាមិញខ្ញុំបានធ្វើវីដេអូ2ហើយតាក់ទងជាមួយនឹងប្រភេទ function ដែលជា void ដែលមាន return type ជា void ហ្នឹងប៉ុន្តែវាអត់ parameter ផងមាន parameter ផងអញ្ចឹងខ្ញុំថាពីរនេះទុកស្អែកឥឡូវខ្ញុំធ្វើមួយទៀតចុះអញ្ចឹងស្អែកខ្ញុំបន្តទៀតអញ្ចឹងមួយទៀតខ្ញុំនឹងនិយាយពីប្រភេទខ្ញុំនិយាយលេចចង់ច្បាស់ខ្ញុំនឹងនិយាយពីប្រភេទ function ដែលវាមាន return type និងប្រភេទតែវាអត់ទាន់មាន parameter ទេអញ្ចឹងយើងចូលទៅទាំងអស់គ្នាអញ្ចឹងប្រភេទ function ដែលមាន return type អត់ parameter ហ្នឹងវាមិនអញ្ចឹងតើដែរអត់មានអីទេទាំងអស់គ្នាមកកើតមក main.cpp អញ្ចឹងទៅដល់មកទៀតយើងញ៉េដូចដើម save the file យើងមក using namespace std in main dạ chăng lời nâng dương nâng dậy bị bập bề function that has return type but no parameter អញ្ចឹងប្រភេទ function ដែលមាន return type ហើយវាអត់មាន parameter ហ្នឹងមិនអញ្ចឹងយើងចូលទៅទាំងអស់គ្នាទាំងអញ្ចឹងប្រភេទ function អ្នកទាំងអស់គ្នាចំណាំខ្ញុំឲ្យអ្នកទាំងអស់គ្នាចំណាំបើសិនជា function ហ្នឹងមានប្រភេទជា void បានន័យថាវាអត់មាន return type ទេវាមាន return type ដែរប៉ុន្តែជា return type 0អញ្ចឹងយើងមិនបាច់និយាយថាវាមាន return type ទេយើងសួរចំណាំអញ្ចឹងប្រភេទ function ដែលមាន return type វាអាចយើងចំណាំទៀតវាអាចជាប្រភេទ data type ដូចជា int float អីទៀត long អីចឹងទៅអីទៀត double អីចឹងទៅ double អីចឹងទៅតែឥឡូវហ្នឹងខ្ញុំសុំធ្វើ string មួយអ្នកនរគ្នាអញ្ចឹងខ្ញុំប្រើ string ខ្ញុំដាក់ថា string គេឈ្មោះ function គួរដាក់អីគេដាក់ name អ្នកនរគ្នាឥឡូវខ្ញុំធ្វើពី name ចុះតែអត់មាន return អត់មាន parameter អ្នកនរគ្នាខ្ញុំអត់ដាក់ parameter ទេអញ្ចឹងចាំស្អែកខ្ញុំធ្វើវីដេអូដែលមាន parameter អញ្ចឹងឥឡូវយើងអត់ parameter សិនអញ្ចឹងនៅពេលដែលយើងធ្វើអញ្ចឹងគឺយើងយើងនេះមួយមកយើងបង្កើត variable មកដាក់ឈ្មោះថា string full name អីចឹងអ្នកចាក់ដាក់ដែរណាខ្ញុំតេស្តឈ្មោះខ្ញុំទៀតខ្ញុំស្រឡាញ់ឈ្មោះខ្ញុំនេះឧទាហរណ៍ខ្ញុំតេស្តឈ្មោះខ្ញុំអញ្ចឹងអីអត់កំឥឡូវយើងកុំធ្វើ fake ចឹងយើងសាកឲ្យគេបញ្ចូលមួយអញ្ចឹងឧទាហរណ៍ថា cout ចឹងដាក់មកយើងតេស្តណាទាំងអស់គ្នា enter your name អីចឹងទៅអញ្ចឹងយើងដាក់មកតមកទៀតយើង cin.ignore វាមួយមកយើងបាច់ដាក់ក៏បានដែរតែអាហ្នឹងវាខ្ញុំត្រឡប់តែផ្សេងអញ្ចឹងដាក់ការពារអញ្ចឹងឧទាហរណ៍យើងមានការបញ្ចូលឲ្យ user បញ្ចូលច្រើនទៅខ្លាចវាជាប់ buffer ជាប់អីអត់ឲ្យបញ្ចូល load ម្លងអីចឹងហ្នឹងការពារតមកទៀតយើង get line cin full name អញ្ចឹងយើងចង់ប្រើ cin full name ហ្មងក៏បានដែរយើងប្រើ cin full name ចេះក៏បានអ្នកនរគាត់ថាពេលដែលយើងប្រើអញ្ចឹងឈ្មោះវាអាចដក clear បានអញ្ចឹងខ្ញុំចង់ប្រើអត់ចង់ប្រើអញ្ចឹងទេខ្ញុំចង់ប្រើ get line cin full name អញ្ចឹងទៅអញ្ចឹងបន្ទាប់មកទៀតខ្ញុំ return full name ខ្ញុំបន្ទាប់ពីខ្ញុំ return full name ខ្ញុំហើយនៅក្នុងនេះខ្ញុំប្រើឧទាហរណ៍ថាខ្ញុំប្រើដូចជា string username អញ្ចឹងទៅ string username ស្មើ name អីយ៉ាងមកតមកទៀតខ្ញុំមានអីខ្ញុំ cout មកhello username អីយ៉ាងមកតមកទៀតខ្ញុំ run អីយ៉ាងទៅមានអីអស់គ្នាប៉ុណ្ណឹងឧទាហរណ៍ខ្ញុំបញ្ចូលពិសិដ្ឋម៉ៅអីយ៉ាងទៅវាមកដូចជាបាត់អក្សរ p មួយទាំងអស់គ្នានេះដូចជាបាត់ដូចជាបាត់អក្សរ p មួយទាំងអស់គ្នាកើតអី hello នេះបាត់អក្សរ p ទាំងអស់គ្នាកើតអីគេ
មិនបានបងខ្ញុំបាត់អក្សរ P ខ្ញុំមិនដឹងដែរទាំងអស់គ្នានេះបាត់អីគេទៅមើលខ្ញុំសាករ៉ានម្ដងទៀតមើលហើយខ្ញុំដាក់clear ចោលឈប់system CRS មកដាក់ ABC មកចាំមិនក៏បាត់មួយទាំងអស់គ្នានោះភ័យហើយមកខ្ញុំបិទ seeing.ignore ចោលលោវាមកពីអាហ្នឹងទេខ្ញុំរ៉ានម្ដងទៀតជួយខ្ញុំដែរនឹងដាក់អីអស់គ្នាអូជាប់ seeing.ignore ទាំងអស់គ្នាអញ្ចឹងឥឡូវខ្ញុំបិទ get line ខ្ញុំមិនដែរទាំងអស់គ្នាឥឡូវខ្ញុំបិទ get line ហើយខ្ញុំបើក see in full name វិញខ្ញុំប្រាប់ទាំងអស់គ្នាថាអាហ្នឹងយើងអត់អាចតែសេដក clear បានទេឥឡូវខ្ញុំសាកយ៉ាខ្ញុំសេដែរខ្ញុំមិនដឹងដាក់អីខ្ញុំដឹងតែដាក់អីខ្ញុំដាក់ឈ្មោះខ្ញុំសិតមកយ៉ាវាអត់ចាប់ទេនៅពេលដែលយើងដក clear នៅពេលដែលយើងប្រើអាហ្នឹងហើយពេលយើងដក clear វាអត់ចាប់អាកតុយខាងក្រោយក្រោយដក clear នឹងបានទេវាចាប់តែបញ្ជួមមុខឯងអញ្ចឹងបើសិនជាចង់ឲ្យវាចាប់ឈ្មោះដក clear បានយើងប្រើនេះយើងប្រើហ្នឹងមកតមកទៀតយើងរ៉ានមកយើងដាក់ A B C អញ្ចឹងទៅវាចាប់ទាំងអស់ Hello A B C អញ្ចឹងទៅអញ្ចឹងអត់មានអីតេស្តទៀតទេទាំងអស់គ្នាប្រភេទ function ដែលឥឡូវខ្ញុំអត់មាន return មើលបងប្អូនខ្ញុំសាកអត់ return តើវាយ៉ាងម៉េចដែរអញ្ចឹងវាត្រូវតែមាន return បងប្អូនអត់ return គឺអត់បានកត់ error ព្រោះយើងប្រើប្រភេទ function ដែលមាន return time អត់បានបងប្អូនអញ្ចឹងមានតែប៉ុណ្្នឹងឯងបងប្អូនប្រភេទ function ដែលមាន return type ប៉ុន្តែអត់ទាន់មាន parameter អញ្ចឹងថ្ងៃហ្នឹងខ្ញុំមានតែ3ហ្នឹងទេខ្ញុំសុំ pause video សិនខាញ់លោមានអីត្រូវថែមទៀតខ្ញុំអត់បានរើនឹកដែរបងប្អូនភ្លាមវិញសុំ stop សិនបងប្អូនបើអត់មានអីតទៀតទេចាំខ្ញុំនឹងទៅមុខទៀតបងប្អូនខ្ញុំបិទ record តាមហ្នឹងអូយ៉ាទាំងអស់គ្នាខ្ញុំតវីដេអូប៉ុន្តែដូចជាអត់មានអីច្រើនទេទាំងអស់គ្នាគ្រាន់តែថាអញ្ចេះយើងអាចដូចដើមយើងអាចធ្វើអញ្ចេះបានបងប្អូន string អញ្ចឹងមកតមកទៀតយើងដាក់ name យើងអញ្ចឹងមកតមកទៀតយើងបើកអាហ្នឹងមកហើយយើង copy នេះមកវិញមកមានអីទេទាំងអស់គ្នាគ្រាន់តែចង់បញ្ជាក់ប្រាប់ទាំងអស់គ្នាថាយើងប្រើអញ្ចឹងបានហ្នឹងអត់មានអីទេសម្រាប់ប៉ុណ្ណឹងទេយើងអាចទៅសេជាប្រភេទបែបហ្នឹងបានបងប្អូនយើងដាក់pro អញ្ចឹងទៅបានបងប្អូនមានអីទេអត់អត់មានអីស៊ីជម្រៅទេអ្នកនរគាត់បែរថាប្រើអញ្ចឹងបាន purse វិញតោះទាំងអស់គ្នាយើងតមកតិចទៀតដំបូងខ្ញុំថា stop video ហើយតែខ្ញុំចង់បង្ហាញខ្លះអូតែមិនឃើញទាំងអស់គ្នាឥឡូវខ្ញុំបង្ហាញខ្លះ object static អីមិនតិចចុះមុនគ្រូបរៀនអញ្ចឹងខ្ញុំសូមបង្ហាញបន្តិចទៅទាំងអស់គ្នាអូខេឈប់ខ្ញុំគិតសិនឥឡូវទៅសិនណាយើងបិទចោលអស់សិនណាខ្ញុំសង្ឃឹមថាទាំងអស់គ្នា practice ហើយអញ្ចឹងខ្ញុំបិទសិនអញ្ចឹងខ្ញុំចង់បង្ហាញខ្លះ object ឲ្យអ្នកទាំងអស់គ្នាមួយដែលខ្ញុំអត់បានបង្ហាញអាមុនដែរតែនេះខ្ញុំបង្ហាញបន្តិចចុះមុនគ្រូបរៀនព្រោះយើងនៅ structure យើងនៅ pointer reference យើងនៅ OP ទៀតតែទៀតយើងនឹងរៀនឥឡូវខ្ញុំបង្ហាញបន្តិចអញ្ចឹងខ្ញុំចង់ប្រើជាមួយនឹង class object អញ្ចឹងខ្ញុំប្រើ class អីចឹងទៅឧទាហរណ៍ខ្ញុំដាក់ថាឥឡូវខ្ញុំឲ្យវាចេះឲ្យខ្ញុំមកនេះអញ្ចឹង private ខ្ញុំទុកម្ដុំសិនpublic ខ្ញុំទុកម្ដុំសិនដែរទៅខ្ញុំលុបអានេះចោលអស់ឥឡូវអញ្ចឹង private នឹង image public នឹង image ឥឡូវតិចទៀតគ្រូនឹងបរៀនឥឡូវខ្ញុំធ្វើសិនអញ្ចឹងខ្ញុំមាន class មួយឥឡូវខ្ញុំដូរឈ្មោះដាក់ខ្ញុំចង់ធ្វើធ្វើដដែលធ្វើដូច
កើនតម្លៃ increase តម្លៃដែរខ្ញុំថា counter អញ្ចឹងដែរតបទៀតខ្ញុំមាន in count តបមក public ហ្នឹងខ្ញុំចង់ប្រើអ្វីដែលយើងបានរៀនមិញមាន no return type no parameter ហើយនឹងមាន return type no parameter ទៀតមាន parameter ចាំតិចទៀតចាំប្រើអញ្ចឹងខ្ញុំមានឥឡូវខ្ញុំប្រើមួយ static ទៀតបង static ខ្ញុំប្រើ void គេប្រើ void អីឥឡូវប្រើ void គេខ្ញុំគួរតែធ្វើមិនដាច់ទៅទាំងអស់គ្នាឥឡូវបើ void display អញ្ចឹងបង display count អញ្ចឹងមកតមកទៀតខ្ញុំហៅ count បូកខ្ញុំតេស្តហ្នឹងតេស្តយ៉ាអញ្ចឹងអ្នកទាំងអស់គ្នាឃើញអត់អ្នកគ្នាមើល non static member relative special អញ្ចឹងខ្ញុំគ្រាន់ចង់បញ្ជាក់ទាំងអស់គ្នាថាបើសិនជាយើងអា class object យើងទុកម្ដងសិនទៅក៏មកស៊ីមើលអញ្ចឹងនៅពេលដែលយើងប្រើ variable យើងហ្នឹងជាប្រភេទ non static ដែលអត់មាន keyword static ទេអញ្ចឹងនៅពេលដែលយើងប្រើ function យើងហ្នឹងដែលអត់មាន return type ដែលជា void ហើយអត់មាន parameter នៅពេលដែលយើងចង់ហៅ count ហ្នឹងមកប្រើប៉ុន្តែ function ហ្នឹងជា static ហើយនេះមិនមែនជា static អញ្ចឹងយើងប្រើអត់បានទេអញ្ចឹងដើម្បីប្រើបានយើងប្រើ static ទាំងអស់គ្នា static ដូចគ្នាអញ្ចឹង variable ក៏យើងអាចប្រើ static បានហើយ function ក៏យើងអាចប្រើ static បានដែរអញ្ចឹងខ្ញុំចង់មានទៀតមកខ្ញុំមានឧទាហរណ៍ថាខ្ញុំមាន static in get count ខ្ញុំ return count នឹងតទៀតមកអញ្ចឹងប្រើបានរហូតឲ្យទៅជាប្រភេទ static ប្រើ static គ្នាវាបានអញ្ចឹងបន្ទាប់មកទៀតខ្ញុំប្រកាសតម្លៃខ្ញុំចង់បញ្ជាក់មួយទៀតអញ្ចឹងហេតុអីបានខ្ញុំប្រើ class object អញ្ចឹង class object ជាធម្មតាគឺយើងបង្កើត class ហើយយើងត្រូវបង្កើត object ដើម្បី access អីដែលមាននៅក្នុង class នឹងបានប៉ុន្តែនៅពេលហ្នឹងខ្ញុំអត់ចង់ស៊ីជម្រៅទេខ្ញុំអត់តន់ចង់បង្កើត object ទេអញ្ចឹងខ្ញុំប្រើ static keyword ហ្នឹងដើម្បីប្រើ class name ហ្នឹងយកមកខ្ញុំបាច់បង្កើត object ទេអញ្ចឹងវាស្មុគស្មាញទាំងអស់គ្នាបើសិនជាយើងអត់ដែររៀន class object ព្រោះយើងអត់តបានរៀនអញ្ចឹងស្គមថាមានបញ្យល់អត់តន់ស៊ីជម្រៅទេតែខ្ញុំនឹងព្យាយាមអញ្ចឹងខ្ញុំអត់បង្កើត object ទេគឺខ្ញុំប្រើឈ្មោះ class នេះយកមកខ្ញុំអត់ត្រូវការបង្កើត object ទេអញ្ចឹងយើងត្រូវប្រើសញ្ញា dot ពីរដងនេះ dot count អញ្ចឹងយើង assign តម្លៃ count ហ្នឹងឲ្យវាស្មើ0នេះអញ្ចឹងជាធម្មតាយើងត្រូវបង្កើត count ឲ្យវាស្មើ0ប៉ុន្តែបើសិនជាយើងប្រើជាមួយ class ហើយប្រើជាមួយ static ទៀតយើងមិនបាច់បង្កើត object ទេគឺយើងប្រើឈ្មោះ class name យកហ្មងតមកចុចអញ្ចឹងទៅដើម្បី assign ឲ្យវាស្មើ0ដើម្បីវាកើន1កើន2អញ្ចឹងទៅតមកទៀតខ្ញុំនឹងធ្វើទៀតអញ្ចឹងខ្ញុំទៅធ្វើញ៉ាំមក counter.display អានេះបូក1ខ្ញុំបូក2ឥឡូវខ្ញុំកើនតែ2ដងបានហើយយ៉ាខ្ញុំដាក់វានៅក្រោម system CS ទៅវា clear screen ជុំមើលអស់នេះអញ្ចឹងអត់មានអីទេតែប៉ុណ្ណឹងទេទាំងអស់គ្នាបន្ទាប់មកទៀតខ្ញុំ see out មួយមកនេះ the count is small get count អញ្ចឹងពេលហ្នឹងខ្ញុំអត់ត្រូវការបង្កើត object ទេនៅពេលដែលខ្ញុំប្រើ keyword static ហ្នឹងខ្ញុំអត់ត្រូវការបង្កើត object ទេអញ្ចឹងខ្ញុំប្រើ class name access យកមកអញ្ចឹងតែប៉ុណ្្នឹងទេទាំងអស់គ្នាខ្ញុំចង់ថែមតែប៉ុណ្្នឹងទេតែទាំងអស់គ្នាប្រហែលជាពិបាកយល់ទេទាំងអស់គ្នាតែអត់អីព្យាយាមយល់ទាំងអស់គ្នាអញ្ចឹងខ្ញុំរានមក count ស្មើ2ឥឡូវខ្ញុំកែតម្លៃ count ដាក់1អញ្ចឹងវាជួបអានេះមកស្មើ2ជួបអានេះមកស្មើ3រានម្ដងទៀតមកស្មើ3អញ្ចឹងទាំងអស់គ្នាវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងសង្ឃឹមថាទាំងអស់គ្នា practice ហើយនឹងស្វែងយល់ដល់ទាំងអស់គ្នាតិចទៀតយើងរៀនជួបទៅយើងកាន់តែយល់ថាអរគុណទាំងអស់គ្នា